អស់លោកស្រីប្រិយមិត្តកំពុងស្ដាប់កម្មវិធីសិក្សាតាមប្រព័ន្ធព្រះគម្ពីរកម្មវិធីយើងខ្ញុំមានបេតិសោមនស្សយ៉ាងខ្លាំងដោយលោកអ្នកបានចំណាយពេលវេលាដ៏មានតម្លៃស្ដាប់កម្មវិធីរបស់យើងខ្ញុំកម្មវិធីសិក្សាតាមប្រព័ន្ធព្រះគម្ពីរផ្ដល់សារៈប្រយោជន៍ដល់លោកអ្នកឲ្យស្គាល់ព្រះជាម្ចាស់និងលូតលាស់ខាងជំនឿរហូតលោកអ្នកអាចបង្កើតផលផ្លែជាប់លាប់ថ្វាយព្រះអង្គម្ចាស់បានយើងខ្ញុំសង្ឃឹមថាកម្មវិធីថ្ងៃនេះពិតជានាំមកនូវព្រះពរណាមួយដល់លោកអ្នកជាមិនខានអស់លោកស្រីនិងបងប្អូនសួនគ្នាជាទីស្រឡាញ់ក្នុងព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអត្ថបទសិក្សាថ្ងៃនេះស្រង់ចេញពីព្រះគម្ពីរជនគណនាជំពូកទី15ខ1ដល់ជំពូកទី16ពីខ1ដល់ខ3សូមលោកអ្នកមេត្តាត្រៀមពากកាព្រមទាំងសៀវភៅដើម្បីស្រង់ចំណុចគន្លឹះដែលបកស្រាយដោយលោកគ្រូគង្វាគង់ផនឆុនឥឡូវយើងសិក្សាគម្ពីរជនគណនាជំពូក15ពេលនេះពួកសាសអ៊ីស្រាអែលដែលមានលោកម៉ូសេជាអ្នកដឹកនាំបានធ្វើដំណើរមកដល់ផ្លូវពុះជា2នៅម្ដុំភូមិកាដេសបានីផ្លូវមួយបែកទៅទឹកដីសន្យាផ្លូវមួយទៀតបែកទៅទីរហោឋាននៅពេលដែលយើងត្រូវសម្រេចចិត្តយកការណាមួយដើម្បីឲ្យត្រឹមត្រូវយើងរមែងមានការពិបាកចិត្តនៅក្នុងជីវិតណាស់ពិសេសចំពោះគ្រីស្ទបរិស័ទគ្រាដែលយើងដើរមកដល់ផ្លូវបំបែកយើងពិបាកនឹងសម្រេចចិត្តថាតើផ្លូវណាមួយដែលយើងគួរដើរដើម្បីឲ្យបានត្រឹមត្រូវប៉ុន្តែចំណែកពួកកូនចៅអ៊ីស្រាអែលវិញការសម្រេចចិត្តរបស់គេងាយដូចពន្លឺថ្ងៃនៅពេលដែលគេឈប់សម្ចតនៅភូមិកាដេសបានីមានផ្លូវតែ2គត់គឺផ្លូវមួយបែកទៅដល់ទឹកដីសន្យាដោយជំនឿឯផ្លូវមួយទៀតត្រូវបែកក្រោយត្រឡប់ទៅឯទីរហោឋានដែលគេមិនជឿដល់ព្រះបន្ទូលរបស់ព្រះអង្គវិញនៅក្នុងករណីនេះពួកសាសអ៊ីស្រាអែលសម្រេចចិត្តធ្វើខុសបានជាគេនាំគ្នាដើរត្រឡប់ទៅទីរហោឋានវិញពីព្រោះគេមិនបានជឿដល់ព្រះបន្ទូលឡើយប៉ុន្តែនៅពេលដែលគេនាំគ្នាដើរតម្រង់ទៅទីរហោឋានគេដូរគំនិតគិតថានឹងនាំត្រឡប់ចូលមកដីសន្យាវិញគេយល់ថាទីក្រុងទាំងឡាយនិងមនុស្សដែលមានមាឌធំដូចយក្សនៅក្នុងទឹកដីសន្យាងាយជាងផ្លូវដែលដើរទៅក្នុងទីរហោឋានដូច្នេះគេនាំគ្នាតាំងចិត្តដើម្បីត្រឡប់ចូលទឹកដីសន្យាវិញកិរិយាដែលគេប្រព្រឹត្តនេះមិនមែនជាសកម្មភាពដែលសម្ដែងអំពីជំនឿរបស់គេទេកិរិយារបស់គេគឺពឹងផ្អែកទៅលើបទពិសោធន៍ដែលគេបានដើរអស់រយៈពេល2ឆ្នាំកន្លងមកហើយនៅក្នុងទីរហោឋានការតាំងចិត្តគឺជាកិរិយាដែលសម្ដែងអំពីការមិនទុកចិត្តដល់ព្រះជាម្ចាស់ពោលគឺមិនមែនជាជំនឿឡើយមានបរិសុទ្ធម្នាក់ដែលទទួលនាទីយ៉ាងខ្ពង់ខ្ពស់នៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មមួយនៅពេលដែលគាត់ទៅនឹងខ្ចីលុយគេទិញផ្ទះទិញរបស់របរប្រើប្រាស់ដាក់នៅក្នុងផ្ទះរួចហើយគាត់ក៏ត្រូវអស់ការងារធ្វើទៅគាត់សួរសំណួរដល់គ្រូកងវិលគាត់ថាហេតុអ្វីបានជាព្រះជាម្ចាស់បណ្ដោយឲ្យការនេះកើតឡើងដល់ខ្ញុំលោកគ្រូកងវិលបានជម្រាបគាត់ថាកាលមុនដែលលោកទិញផ្ទះលោកបាននិយាយថាលោកមិនដឹងជាផ្ទះនេះជាកន្លែងដែលព្រះជាម្ចាស់សពតិឬមួយយ៉ាងណានោះទេម្យ៉ាងទៀតតំបន់ដែលលោករស់នៅនោះលោកមិនសូវជាចូលចិត្តផងប៉ុន្តែទោះជាយ៉ាងនោះក៏ដោយលោកបានសម្រេចចិត្តថាលោកតាំងចិត្តទិញផ្ទះនេះទៅចុះឥឡូវលោកបែរជាបន្ទោសដល់ព្រះជាម្ចាស់ទៅវិញតើរឿងនេះជារឿងជំនឿឬជារឿងតាំងចិត្តលោកឆ្លើយត្រឡប់មកវិញថាកាលនោះខ្ញុំសង្ឃឹមថាបន្ទាប់ពីខ្ញុំទិញផ្ទះរួចហើយព្រះជាម្ចាស់ពិតជាប្រទានពរដល់ខ្ញុំតាមដែលខ្ញុំសូមដល់ព្រះអង្គឥឡូវយើងឈានមកដល់កន្លែងដែលយើងចែកគម្ពីរជនគណនាពីជំពូក15ដល់ជំពូក25ហើយក្នុងវគ្គធំមួយនេះខ្ញុំសូមដាក់ចំណងជើងថាការរអាក់រអួលការរាវរកផ្លូវនិងការរករឿងនៅក្នុងទីរហោឋាននៅភូមិកាដេសបានីព្រះជាម្ចាស់បានបណ្ដោយឲ្យពួកកូនចៅអ៊ីស្រាអែលនាំគ្នាដើរត្រឡប់ទៅចូលទីរហោឋានវិញតាមចិត្តដែលខ្លួនចង់នៅក្នុងទីរហោឋានហើយដែលបទពិសោធន៍របស់គេដើរបែរទៅជាដេកដួលឈានជើងបែរទៅជាបែកឈាមគេធ្វើបន្ទាល់បែរទៅជាទទួលការបន្ទោសគេធ្វើសង្គ្រាមបែរជាទៅត្រូវទទួលការសង្គ្រប់គេនាំគ្នាច្រៀងតែចិត្តគេមានចិត្តជ្រះចាប់គេនាំគ្នាធ្វើការតែគេធ្វើឲ្យខ្លួនគេកុនទៅវិញសពថ្ងៃខ្ញុំមិនគួរនិយាយទេប៉ុន្តែរឿងនេះពិតជាកើតមានមែននៅក្នុងគ្រិស្តបរិស័ទគ្រប់រូបយើងដើរមកដល់ចំណុចផ្លូវបំបែកជា2យើងមិនដឹងជាផ្លូវណាមួយជាផ្លូវព្រះផ្លូវណាមួយជាផ្លូវលោកីទេក្នុងពេលដែលយើងប្រឈមមុខជាមួយនឹងស្ថានភាពយ៉ាងដូច្នោះយើងក៏តាំងចិត្តថាទោះបីដើរកាត់លោកីក៏ត្រូវទៅដែរ
លុះយើងសម្រេចដើរតាមផ្លូវលោកីយើងក៏ជួបជាមួយនឹងភាពរអាក់រអួលការរាវរកផ្លូវនិងការរករឿងមិនតែប៉ុណ្ណោះបទពិសោធន៍ដែលជនជាតិអ៊ីស្រាអែលជួបប្រទះក្នុងទីរហោឋានយើងក៏ជួបប្រទះយ៉ាងដូច្នោះរៀងរាល់ថ្ងៃដែរម្យ៉ាងទៀតពីជំពូក15ដល់ជំពូក25គឺជារយៈពេលដែលស្ងៀមស្ងាត់ជាទីបំផុតក្នុងរយៈពេលនេះយើងមិនឃើញមានហេតុការណ៍អ្វីដែលគួរឲ្យកត់សម្គាល់នោះឡើយបើមានហេតុការណ៍ណាមួយឬពីរកើតឡើងក៏យើងមិនឃើញថាហេតុការណ៍ទាំងនោះមានតាក់ទងជាមួយនឹងគ្នាដែរប៉ុន្តែទោះជាយ៉ាងនោះក៏ដោយយើងសង្កេតឃើញមានលក្ខណៈទូទៅដែលសាអ៊ីស្រាអែលនាំគ្នាប្រព្រឹត្តក្នុងរយៈពេលនោះនៅក្នុងគម្ពីរយ៉ូស្វេជំពូក5យើងសង្កេតឃើញថាពួកកូនចៅអ៊ីស្រាអែលមិនបាននាំគ្នាកាត់ស្បែកកូនរបស់គេទេដោយសារមូលហេតុនោះហើយយើងអាចសន្និដ្ឋានបានថាសាអ៊ីស្រាអែលមិនបានបំពេញបំណងផែនដីរបស់ព្រះជាម្ចាស់ដែលទ្រង់មានបន្ទូលសន្យាជាមួយនឹងលោកអាប់រ៉ាហាំឡើយមិនតែប៉ុណ្ណោះយើងសង្កេតឃើញថែមទៀតថាពួកកូនចៅអ៊ីស្រាអែលមិនបានថ្វាយតង្វាយដល់ព្រះជាម្ចាស់ឡើយគម្ពីរអេម៉ូសជំពូក5ខ25បញ្ជាក់ថាអោពួកវងអ៊ីស្រាអែលអើយឯយ៉ាញ់បូជានិងតង្វាយម្សៅដែលឯងរាល់គ្នាបានថ្វាយនៅទីរហោឋានក្នុងរវាង40ឆ្នាំនោះតើបានថ្វាយដល់អញពិតឬយ៉ាញ់បូជាទាំងបាម៉ានោះគឺសុទ្ធតែជាគ្រឿងសក្ការៈដែលចង្អុលសម្ដៅទៅរកព្រះអម្ចាស់យេស៊ូវគ្រីស្ទនៅក្នុងរយៈពេល40ឆ្នាំគេមិនបានថ្វាយតង្វាយឬយ៉ាញ់បូជាណាមួយឡើយមិនតែប៉ុណ្ណោះក្នុងរយៈពេល40ឆ្នាំពួកកូនចៅសាអ៊ីស្រាអែលបែរជានាំគ្នាថ្វាយបង្គំរូបព្រះទៅវិញគម្ពីរអេម៉ូសជំពូក5ខ26បញ្ជាក់ថែមទៀតថាឯងរាល់គ្នាបានលីសែងបារម្ភនៃព្រះមឡុកជាព្រះនៃឯងនិងគីយុនជារូបព្រះរបស់ឯងព្រមទាំងផ្កាយរបស់ព្រះដែលឯងរាល់គ្នាបានធ្វើសម្រាប់ខ្លួនវិញចំណែកលោកស្តេផានបានបញ្ជាក់ដល់កូនចៅអ៊ីស្រាអែលថានៅក្នុងគ្រាដែលគេវង្វេងក្នុងទីរហោឋានគេមិនបានស្វែងរកព្រះជាម្ចាស់ឬថ្វាយបង្គំទ្រង់ឡើយសូមលោកអ្នកអានបញ្ជាក់ក្នុងគម្ពីរកិច្ចការជំពូក7ខ42ដល់43ដូច្នេះពួកកូនចៅអ៊ីស្រាអែលមិនមានសេចក្តីស្មោះត្រង់ចំពោះព្រះជាម្ចាស់នៅក្នុងគ្រាដែលគេវង្វេងក្នុងទីរហោឋាននោះឡើយរយៈពេលដែលសាអ៊ីស្រាអែលស្នាក់នៅក្នុងទីរហោឋានបន្សល់ទុកនៅមេរៀនជាច្រើនសម្រាប់យើងជាគ្រីស្ទបរិស័ទយកមកអនុវត្តនៅក្នុងពេលបច្ចុប្បន្នមនុស្សលោកគ្រាន់តែជាអ្នកស្នាក់នៅព្រមទាំងជាសាសដតីនៅក្នុងលោកនេះតែប៉ុណ្ណោះនៅចំពោះព្រះនេតព្រះពិភពលោកយើងសពថ្ងៃនេះប្រៀបឧបមាដូចជាទីរហោឋានបើលោកអ្នកបានធ្វើដំណើរទៅឃើញទីក្រុងបាងកកលោកអ្នកមិនយល់ថាទីក្រុងបាងកកជាទីរហោឋានទេប៉ុន្តែនៅចំពោះព្រះនេតព្រះជាម្ចាស់ទោះទីក្រុងធំទំនើបប៉ុណ្ណាក៏ដោយព្រះអង្គទតឃើញមកថាជាទីរហោឋានទេចំណែកលោកអ្នកហើយនឹងរូបខ្ញុំផ្ទាល់ដែលជាអ្នកជឿដល់ព្រះអម្ចាស់យេស៊ូវគ្រាន់តែជាអ្នកដំណើរកាត់ពិភពលោកនេះមួយរយៈពេលតែប៉ុណ្ណោះយើងជាជនពនេចរនិងជាសាសដតីសម្រាប់លោកីនេះទេខ្ញុំចង់បញ្ជាក់អំពីលទ្ធផលនៃកំហុសរបស់សាអ៊ីស្រាអែលដែលយើងឃើញមានពណ៌នានៅក្នុងជំពូក15កំហុសរបស់សាអ៊ីស្រាអែលគ្រាន់តែបង្អាក់ប្រពោរបស់ព្រះមួយរយៈពេលតែប៉ុណ្ណោះប៉ុន្តែកំហុសនេះមិនអាចបំបែឲ្យផែនការរបស់ព្រះជាម្ចាស់ត្រូវសាបសូន្យបានឡើយពួកកូនចៅរបស់សាអ៊ីស្រាអែលនាំគ្នាបែរត្រឡប់ទៅទីរហោឋានវិញព្រះជាម្ចាស់មានបន្ទូលថាតាមពិតសាសនេះត្រូវទៅនៅក្នុងទឹកដីសន្យាទេហេតុការដែលព្រះម្ចាស់សន្យាយ៉ាងដូច្នោះគឺហាក់ដូចជាត្រូវកើតមានរួចបាត់ទៅហើយហេតុការនេះដូចគ្នាដែរនៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែលយើងឃើញមានបទទំនាយផ្សេងបទទំនាយទាំងនោះនិយាយក្នុងគ្រាអតីតកាលប៉ុន្តែកាលវេលានឹងកើតឡើងនៅក្នុងពេលអនាគតនៅចំពោះព្រះជាម្ចាស់អ្វីដែលទ្រង់មានបន្ទូលរួចហើយនោះនឹងកើតឡើងឯការកើតឡើងនោះទៀតសោតមិនមែនជាថ្ងៃម្សិលមិញទេគឺអាចកើតឡើង1000ឆ្នាំពីក្នុងពេលឥឡូវនេះទៅឥឡូវនេះសូមយើងពិចារណាអំពីបំណងរបស់ព្រះជាម្ចាស់មិនត្រូវវិនាសសាបសូន្យឡើយជួនករណីជំពូក15ខ1ដល់ខ2ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថាកាលណាឯងរាល់គ្នាបានចូលទៅក្នុងស្រុកដែលអញនឹងឲ្យទុកសម្រាប់ជាទីលំនៅរបស់ឯងព្រះជាម្ចាស់បង្គាប់ដល់សាអ៊ីស្រាអែលអំពីកិច្ចការដែលគេត្រូវធ្វើនៅក្នុងពេលគេចូលទៅតាំងទីលំនៅក្នុងទឹកដីសន្យា40ឆ្នាំក្រោយមកពួកកូនចៅសាអ៊ីស្រាអែលចំនួនក្រោយនាំគ្នាចូលទៅតាំងទីលំនៅនៅក្នុងទឹកដីសន្យារួចហើយគេនាំគ្នាធ្វើការដែលព្រះជាម្ចាស់បង្គាប់គឺជាការដដែលដែលពួកឪពុកម្ដាយរបស់គេបានបោះបង់ខ3ដល់ខ4ហើយចង់យកសត្វពីវងគោ
ឬពីវងជាមដើម្បីនឹងថ្វាយជាដង្វាយដុតដល់ព្រះយេហូវ៉ាទោះបើជាដង្វាយដុតឬជាយ៉ាញ់បូជាលាបំណន់ឬជាដង្វាយថ្វាយដោយស្ម័គ្រពីចិត្តឬដែលថ្វាយនៅថ្ងៃបុណ្យកំណត់ក្តីទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ានោះអ្នកណាដែលថ្វាយដង្វាយរបស់ខ្លួនដល់ព្រះយេហូវ៉ាត្រូវតែយកម្សៅយ៉ាងម៉ត់មួយខ្ញឹងថ្វាយជាដង្វាយម្សៅលាយដោយប្រេងពីកំប៉ុងព្រះជាម្ចាស់ចង់ឲ្យសាអ៊ីស្រាអែលថ្វាយដង្វាយដែលមានខ្លឹមសារសម្រាប់ជីវិតរស់នៅរបស់គេរៀងខ្លួនរាល់ថ្ងៃប្រេងដែលគេយកមកប្រើសម្រាប់ជាដង្វាយនោះគឺជារូបភាពនៃព្រះវិញ្ញាណបរិសុទ្ធនៅក្នុងខ5យើងឃើញថាព្រះជាម្ចាស់ឲ្យយកស្រាទំពាំងបាយជូរពីរកំប៉ុងសម្រាប់ជាដង្វាយជ្រួចជាមួយនឹងដង្វាយដុតដង្វាយជ្រួចគឺជារូបភាពនៃសេចក្តីអំណរក្នុងការដើរជាមួយនឹងព្រះជាម្ចាស់ចំណែកក្នុងខ8ព្រះជាម្ចាស់មានបន្ទូលឲ្យយកគោឈ្មោលរៀបជាដង្វាយដុតខ8ធ្វើត្បិតបញ្ជាក់អំពីគ្រាអនាគតប៉ុន្តែក្នុងវេយ្យាករណ៍នៃកិរិយាសព្ទដែលប្រើក្នុងខនេះជាថេរវេលាបច្ចុប្បន្ននេះត្រង់នេះបញ្ជាក់ថាថ្មីត្បិតមនុស្សចំនួនឥឡូវនេះកំពុងថ្វាយបង្គំរូបព្រះប៉ុន្តែចំនួនខាងមុខទៀតក្រោយដែលបានស្គាល់ព្រះជាម្ចាស់ពិតប្រាកដហើយគេនឹងបែរត្រឡប់មកថ្វាយដង្វាយដល់ព្រះជាម្ចាស់យ៉ាងអស់ពីចិត្តរបស់គេវិញដង្វាយទាំងនេះសម្ដែងអំពីអង្គព្រះយេស៊ូវគ្រីស្ទដែលគង់នៅក្នុងចំណោមមនុស្សលោកណាដែលបែរមករកព្រះអង្គនៅក្នុងគ្រាអនាគតខ្ញុំសូមសួរដល់លោកអ្នកផ្ទាល់នៅថ្ងៃនេះថាតើថ្ងៃអាទិត្យហើយថ្ងៃច័ន្ទលោកអ្នកស្គាល់ព្រះជាម្ចាស់ដូចគ្នាដែរឬទេនៅថ្ងៃអាទិត្យលោកអ្នកប្រហែលជាខំប្រឹងធ្វើខ្លួនឲ្យបានស្អាតពេលចូលទៅថ្វាយបង្គំនៅក្នុងព្រះវិហារប៉ុន្តែចាប់ពីថ្ងៃច័ន្ទរហូតទៅលោកអ្នករស់ប្រៀបដូចជាមនុស្សដែលកំពុងហិនវិនាសតើជីវិតលោកអ្នកមានលក្ខណៈបែបនោះឬមួយយ៉ាងណាតើពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍លោកអ្នកថ្វាយបង្គំរូបព្រះរបស់លោកីដែរឬទេតើលោកអ្នករស់ជាជីវិតបរិសុទ្ធថ្ងៃអាទិត្យរួចហើយខុសពីថ្ងៃអាទិត្យលោកអ្នករស់ដូចមនុស្សកំពុងហិនវិនាសឬមួយយ៉ាងណាខ្ញុំជម្រាបលោកអ្នកបងប្អូនថាព្រះយេស៊ូវគ្រីស្ទចង់យាងជាមួយនឹងលោកអ្នកបងប្អូនចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ដែរព្រះអង្គចង់ឲ្យជីវិតរបស់លោកអ្នកបងប្អូនមានភាពបរិសុទ្ធនៅថ្ងៃអាទិត្យដូចជាពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ខាងក្រោមនេះព្រះម្ចាស់មានបន្ទូលអំពីច្បាប់ទាំងឡាយដែលព្រះអង្គមានបន្ទូលរួចហើយស្ដីអំពីបាបមិនដឹងខ្លួនដែលមានបរិយាយនៅក្នុងគម្ពីរលេវីវិន័យដែរខ24ដល់ខ26បើសិនជាការកំហុសនោះបានធ្វើដោយឥតដឹងឥតមានណាមួយក្នុងពួកជំនុំបានដឹងសោះនោះពួកជំនុំទាំងអស់គ្នាត្រូវថ្វាយកូនគោឈ្មោលមួយទុកជាដង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ាព្រមទាំងដង្វាយម្សៅនិងដង្វាយជ្រួចតាមរបៀបនោះផងហើយប្រពែឈ្មោលមួយសម្រាប់ជាដង្វាយលួសបាបដែរត្រូវឲ្យសង់ថ្វាយឲ្យធូននឹងពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នានោះនឹងបានអត់ទោសឲ្យគេត្បិតការនោះជាកំហុសតែគេបានយកដង្វាយគេមកហើយគឺជាដង្វាយដុតថ្វាយដល់ព្រះយេហូវ៉ាព្រមទាំងដង្វាយលុះបាបនៅចំពោះព្រះយេហូវ៉ាដោយព្រោះការកំហុសរបស់គេនោះពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នានិងពួកអ្នកដទៃដែលស្នាក់នៅកណ្ដាលគេនឹងបានរួចចាកទោសហើយត្បិតបណ្ដាជនទាំងឡាយបានធ្វើបាបនោះដោយឥតដឹងសោះអំពើទាំងឡាយណាដែលមនុស្សលោកប្រព្រឹត្តដោយមិនដឹងខ្លួនព្រះជាម្ចាស់រាប់ថាជាអំពើបាបដែរកាលណាយើងនិយាយមកដល់ចំណុចនេះមានអ្នកខ្លះសួរថាបើមនុស្សមិនដែលឮដំណឹងល្អរបស់ព្រះយេស៊ូវសោះតើមនុស្សទាំងនោះគេចរួចពីឋាននរកបានដែរឬទេខ្ញុំឆ្លើយថាមនុស្សដែលមិនអាចគេចរួចពីឋាននរកបានមិនមែនដោយសារគេមិនបានឮដំណឹងល្អនោះទេគេត្រូវបាត់បង់ឆ្ងាយពីព្រះជារៀងរហូតពីព្រោះគេជាមនុស្សមានបាបពីកំណើតមកអំពើបាបដែលប្រព្រឹត្តដោយមិនដឹងខ្លួនត្រូវតែយកដង្វាយមកបង់ជំនួសទើបរួចខ្លួនអ្នកដែលមិនធ្លាប់ឮដំណឹងល្អក៏ត្រូវធ្លាក់ទៅកន្លែងបាត់បង់ឆ្ងាយពីព្រះជាម្ចាស់ដែរពីព្រោះគេជាមនុស្សមានបាបហើយដូច្នេះហើយបានជាយើងទាំងអស់គ្នាត្រូវតែខំផ្សព្វផ្សាយព្រះបន្ទូលដើម្បីឲ្យមនុស្សគ្រប់រូបអាចសម្រេចចិត្តទទួលព្រះយេស៊ូវគ្រីស្ទផងប៉ុន្តែតាមបទពិសោធន៍ជាក់ស្ដែងមនុស្សដែលបាត់បង់មិនចង់ស្ដាប់ដំណឹងល្អរបស់ព្រះយេស៊ូវទេព្រះអម្ចាស់យេស៊ូវយាងមកដើម្បីស្វែងរកនិងសង្គ្រោះដល់អ្នកណាដែលបាត់បង់គ្រប់មនុស្សទាំងអស់សុទ្ធតែវង្វេងចេញពីព្រះជាម្ចាស់មនុស្សកើតមកមិនស្គាល់ព្រះដែលបង្កើតខ្លួនមកដោយស្វ័យប្រវត្តិតែម្ដងមនុស្សមិនដែលស្គាល់ព្រះជាម្ចាស់ក៏មិនមានចិត្តចង់ស្គាល់ព្រះអង្គទេបើលោកអ្នកមិនជឿសូមយកដំណឹងល្អទៅប្រាប់មនុស្សដែលមិនធ្លាប់ឮដំណឹងល្អចុះបើគេមិនប្រកែកប៉ុណ្ណឹងថាគេមិនចង់ស្ដាប់ដំណឹងល្អឡើយខ32ដល់ខ36
កាលពួកកូនចៅអ៊ីស្រាអែលនៅក្នុងទីរហោឋានគេឃើញមនុស្សម្នាក់កំពុងតែរើសអស់នៅថ្ងៃឈប់សម្រាកឯពួកអ្នកដែលឃើញក៏នាំទៅឯម៉ូសេនិងអារ៉ុនហើយនឹងពួកជំនុំទាំងអស់គេឃុំអ្នកនោះទុកពីព្រោះមិនទាន់បានសម្ដែងឲ្យដឹងថាជាត្រូវធ្វើយ៉ាងដូចម្ដេចឡើយនោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថាត្រូវសម្លាប់អ្នកនោះចោលទៅជាកុំខានត្រូវឲ្យពួកជំនុំទាំងអស់គ្នាចោលនឹងថ្មនៅឯក្រៅទីតម្លើងទ្រសាលទៅដូច្នេះពួកជំនុំក៏នាំទៅឯក្រៅទីតម្លើងទ្រសាលចោលនឹងថ្មឲ្យស្លាប់ទៅដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេទោះកំហុសនេះធ្ងន់ធ្ងរណាស់ពីព្រោះអ្នកណាដែលមិនព្រមឈប់សម្រាកនៅថ្ងៃដែលព្រះជាម្ចាស់ញែកឲ្យឈប់សម្រាកអ្នកនោះនឹងត្រូវទោសដល់ស្លាប់ច្បាប់នៅថ្ងៃឈប់សម្រាកនេះគឺជាច្បាប់មួយដែលស្ថិតនៅក្នុងចង្កោមច្បាប់នៃក្រឹតវិន័យ10ប្រការមនុស្សលោកគ្រប់រូបមិនអាចគេចរួចអំពីការបំពានលើច្បាប់ឈប់សម្រាកនេះបានឡើយដូច្នេះហើយបានជាព្រះអម្ចាស់យេស៊ូវគ្រីស្ទយាងមកសុគតជំនួសអំពើបាបរបស់យើងដែលយើងបានបំពានច្បាប់ថ្ងៃឈប់សម្រាកជាប្រចាំខ37ដល់ខ41ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថាត្រូវឲ្យធ្វើរំយោលនៅជាយអាវខ្លួននៅអស់ទាំងដំណតរៀងទៅហើយត្រូវមានខ្សែពណ៌ផ្ទៃមេឃជាប់នឹងរំយោលនៅគ្រប់ទាំងជាយអាវរបស់គេនោះនឹងបានសម្រាប់ជារំយោលឲ្យឯរាល់គ្នាមើលដើម្បីឲ្យនឹកចាំពីអស់ទាំងបញ្ញត្តិនៃព្រះយេហូវ៉ាព្រមទាំងប្រព្រឹត្តតាមផងប្រយោជន៍កុំឲ្យឯងរាល់គ្នារកតាមតែចិត្តនឹងភ្នែកឯងដែលនាំឲ្យឯងផិតទៅតាមនោះឡើយគឺក៏ឯងរាល់គ្នាបាននឹកចាំព្រមទាំងប្រព្រឹត្តតាមអស់ទាំងបញ្ញត្តិរបស់អញហើយឲ្យបានបរិសុទ្ធសម្រាប់ព្រះនៃឯងវិញអញនេះគឺយេហូវ៉ាជាព្រះនៃឯងរាល់គ្នាដែលបាននាំឯងចេញពីស្រុកអេស៊ីបមកដើម្បីឲ្យបានធ្វើជាព្រះនៃឯងអញនេះគឺយេហូវ៉ាជាព្រះនៃឯងរាល់គ្នាពួកសាសអ៊ីស្រាអែលត្រូវយកអំបោះពណ៌ផ្ទៃមេឃមកចងដើម្បីកត់សម្គាល់ថាខ្លួនជារាជរបស់ព្រះជាម្ចាស់អំបោះពណ៌ផ្ទៃមេឃគឺជាពណ៌នៃឋានសួគ៌អ្នកណាដែលព្រមពាក់អំបោះពណ៌ផ្ទៃមេឃគឺនៅនោះឯងដែលព្រមទទួលស្គាល់ថាខ្លួនមានសញ្ជាតិនៅឋានសួគ៌ថ្វីត្បិតសពថ្ងៃកំពុងរស់នៅជាបណ្ដោះអាសន្នលើផែនដីនេះក៏ដោយចុះគ្រីស្ទបរិស័ទជាច្រើនរូបត្រូវទទួលស្គាល់ថាតើជីវិតរបស់ខ្លួនមានចងដោយខ្សែពណ៌ផ្ទៃមេឃហើយឬនៅខ្សែពណ៌ផ្ទៃមេឃគឺជាឋានៈដែលព្រះជាម្ចាស់ប្រទានមកឲ្យយើងទាំងអស់គ្នាបានត្រឡប់ជាកូនរបស់ព្រះអង្គយើងមានសិទ្ធិក្លាយត្រឡប់ទៅជាកូនព្រះដោយសារយើងជឿនិងទទួលព្រះអម្ចាស់យេស៊ូវគ្រីស្ទមកដាក់នៅក្នុងជីវិតរបស់យើងគម្ពីរមួយបានចែងថាប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់នោះទ្រង់បានប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះយ៉ូហានជំពូក1ខ12ឥឡូវជំពូក15ចប់ហើយសូមយើងសិក្សាគម្ពីរជនករនីជំពូក16ជាបន្តទៅទៀតនៅក្នុងរយៈពេលប្រមាណឆ្នាំកន្លងទៅនេះយើងឃើញថាមានការស្ងៀមស្ងាត់នៅក្នុងទីរហោឋានប៉ុន្តែយើងក៏ឃើញមានហេតុការណ៍ខ្លះៗដែលកើតឡើងដោយដុំដែរចាប់ពីជំពូក16ដល់ជំពូក19យើងឃើញមានព្រឹត្តិការណ៍កើតឡើងតាក់ទងជាមួយនឹងការតែងតាំងនាទីរបស់សង្ឃនៅក្នុងជំពូក16មានការបះបោរមួយដែលបង្កឡើងដោយពួកកូនចៅកូរ៉េនៅក្នុងជំពូក17យើងឃើញថាដំបងរបស់លោកអារ៉ុនបានបែកជាសន្លឹកនិងផ្កាជំពូក18មានការបញ្ជាក់សារជាថ្មីម្ដងទៀតអំពីតួនាទីជាសង្ឃឯជំពូក19វិញតាក់ទងជាមួយនឹងដង្វាយដែលសាសអ៊ីស្រាអែលត្រូវថ្វាយដល់ព្រះជាម្ចាស់ឥឡូវនេះសូមពិចារណាអំពីការបះបោរទាស់នឹងអំណាចស្ថាប័ននៅក្នុងជំពូក16មានការរអ៊ូរទាំ2លើកការរអ៊ូរទាំទី1គឺក្នុងជំពូកនេះគឺជាលើកទី5ឯការរអ៊ូរទាំទី2គឺជាលើកទី6ដែលសាសអ៊ីស្រាអែលបានទាស់ទទឹងជាមួយនឹងអ្នកដឹកនាំរបស់ខ្លួនគេអាចចែកគ្រាដែលជនជាតិអ៊ីស្រាអែលវង្វេងនៅទីរហោឋានតាមពេលវេលាដែលគេរអ៊ូរទាំក៏បានដែរការរអ៊ូរទាំដែលមានកត់ត្រាទុកនៅក្នុងជំពូក16គឺជាការរអ៊ូរទាំស្ដីអំពីរឿងតែងតាំងសង្ឃអ្នកដែលជាមេនាំបះបោរគឺលោកកូរ៉េដែលជាអ្នកទទួលខុសត្រូវខ្ពស់ក្នុងគណៈសង្ឃតែម្ដងឥឡូវនេះសូមយើងអានគម្ពីរជនករនីជំពូក16ខ1ដល់ខ3រីឯកូរ៉េជាកូនយិតសាដែលជាកូនគេហាត់ក្នុងពូជលេវីព្រមទាំងដាថាន
និងអាប៊ីរ៉ាមជាកូនអេលៀបហើយនឹងអូនជាកូនពេលេតក្នុងពួកកូនចៅរូបេនគេលើកគ្នានៅមុខម៉ូសេជាមួយនឹងមនុស្ស250នាក់ក្នុងពួកកូនចៅអ៊ីស្រាអែលដែលសុទ្ធតែជាកំពូលលើពួកជំនុំជាមនុស្សរើសតាំងក្នុងពួកគេហើយក៏មានល្បីឈ្មោះផងអ្នកទាំងនោះប្រជុំគ្នាទាស់នឹងម៉ូសេហើយនឹងអេរ៉ុនដោយពាក្យថាអ្នកយកអំណាចលើខ្លួនហួសពេកណាស់ត្បិតពួកជំនុំក៏បានបរិសុទ្ធទាំងអស់គ្នាដែរហើយព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងគេផងម្ដេចឡើយអ្នកទាំងពីរលើកកម្ពស់ខ្លួនត្រួតលើពួកជំនុំផងព្រះយេហូវ៉ាដូច្នេះលោកកូរ៉េគឺជាសង្ឃលេវីដែលមានអំណាចខ្ពង់ខ្ពស់នៅក្នុងស្ថាប័នមន្ត្រីសង្ឃលោកមានមនុស្ស250នាក់សុទ្ធតែជាមេដឹកនាំទាំងអស់គ្រប់គ្រងដល់លោកចលនាបោះបោណាមួយមិនអាចសម្រេចទៅបានបើជនមានអំណាចមិននៅពីក្រោយឡើយការបោះបោដែលអាចសម្រេចទៅបានត្រូវមានកម្លាំងពីអ្នកដឹកនាំហើយនឹងប្រកាសឲ្យបានគ្រប់គ្រាន់ការបះបោដែលកើតឡើងនៅក្នុងជំពូក16មិនមែនជារឿងតូចតាចឡើយចលនាបះបោឬបាតកម្មដើម្បីទាមទារអ្វីមួយមិនមែនជាចលនាដែលទើបនឹងកើតនៅក្នុងជំនាន់នេះទេចលនាបែបនេះកើតឡើងតាំងពីជំនាន់ព្រះគម្ពីរសញ្ញាចាស់មកម្លេះចលនាបះបោច្រើនជាចលនាដែលប្រឆាំងជាមួយនឹងអំណាចស្ថាប័នមនុស្សដែលមានអំណាចតែងតែនិយាយញុះញង់ដល់ពួកបណ្ដាជនដែលគេប្រមូលបានមកថាសប្តាហ៍ថ្ងៃមានការគៀបសង្កត់ដល់សិទ្ធិអំណាចរបស់បងប្អូនហើយអ្នកដឹកនាំក៏ប្រើអំណាចហួសហេតុមកលើបងប្អូនដែរអ្នកដឹកនាំបានកេងប្រវ័ញ្ចលើញើសឈាមរបស់បងប្អូនហើយនៅក្នុងករណីដែលគ្រួសារកូហាត់នាំមនុស្សបះបោទាស់នឹងលោកម៉ូសេលោកកូរ៉េបានចោទប្រកាន់ពីករណីដែលមានភស្តុតាងមិនគ្រប់គ្រាន់ឡើយលោកម៉ូសេមិនបានធ្វើអ្វីសម្រាប់ខ្លួនលោកទេបើយើងពិចារណាមើលអំពីហេតុការណ៍ដែលកើតឡើងយ៉ាងពិតប្រាកដនៅពេលដែលព្រះជាម្ចាស់ត្រាស់ហៅលោកម៉ូសេលោកមិនចង់ទទួលការងារនេះឡើយលោកយល់ថាកិច្ចការដែលលោកនាំមុខបណ្ដាជនជាកិច្ចការហួសសមត្ថភាពរបស់លោកមុននឹងព្រះជាម្ចាស់ប្រគល់កិច្ចការងារនេះឲ្យលោកធ្វើព្រះអង្គបានយកលោកម៉ូសេទៅបង្ហាត់បង្រៀនទីរហដ្ឋានអស់រយៈពេល40ឆ្នាំប៉ុន្តែទោះបីយ៉ាងនោះក៏ដោយលោកម៉ូសេនៅតែមិនចង់ទទួលការងារជាអ្នកដឹកនាំរាស្ត្រដដែលលោកបានទូលសូមព្រះអង្គដើម្បីព្រះអង្គប្រទានអ្នកជំនួយម្នាក់មកព្រះជាម្ចាស់ក៏ឲ្យលោកអេរ៉ុនមកជួយលោកនៅក្នុងគម្ពីរយើងឃើញថាលោកម៉ូសេជាមនុស្សដែលមានចិត្តសុភាពជាងមនុស្សនានាទាំងអស់នៅលើលោកនេះនៅពេលដែលលោកយូស្វេសុំកុំឲ្យអ្នកដទៃទៀតចេះទាយលោកម៉ូសេមានប្រសាសន៍ថាកុំខាត់គេធ្វើអ្វីរាជរបស់ព្រះត្រូវតែចេះទាយគ្រប់គ្នាលោកម៉ូសេមិនមានកូនចិត្តចំណែននិន្ទាណាបង្កប់នៅក្នុងចិត្ត